នៅក្នុងជីវិតគូការដែលយើងសម្រេចចិត្តរៀបការជាមួយគ្នាមិនមែនជាការពិបាកនោះទេក៏ប៉ុន្តែអ្វីដែលពិបាកបំផុតនោះគឺការដែលយើងត្រូវរស់នៅជាមួយគ្នាធ្វើឲ្យគ្រួសារយើងមានសុភមង្គលរស់នៅចុះសម្រុងគ្នាបានយូរអង្វែងរហូតទៅដល់ចាស់រៀងៗខ្លួននោះទើបជាការលំបាកនៅក្នុងគ្រួសារនីមួយៗគ្រួសារណាក៏ប្រាថ្នាឲ្យគ្រួសាររបស់ខ្លួននឹងមានសុភមង្គលមានសេចក្តីសុខរស់នៅជាមួយគ្នាបានយូរគឺសុទ្ធតែប្រាថ្នាអញ្ចឹងទាំងអស់ក៏ប៉ុន្តែសុទ្ធតែការប្រព្រឹត្តរបស់យើងរវាងគ្រួសារនីមួយនឹងវាដូចគ្នាដែរអត់បើយើងប្រព្រឹត្តល្អទៅចាអញ្ចឹងលទ្ធផលដែលយើងទទួលបានគឺវាល្អតែបើយើងប្រឆាចពីការប្រព្រឹត្តល្អនោះអញ្ចឹងលទ្ធផលដែលយើងទទួលបានក៏វាផ្ទុយទៅតាមនឹងដែរហើយនៅក្នុងគ្រួសារនីមួយគ្រួសារខ្លះចាប់ផ្ដើមដំបូងឡើងគឺល្អល្អកល្អឿនគ្នាស្រឡាញ់គ្នាក៏ប៉ុន្តែនៅជាមួយគ្នាបានមួយរយៈចាប់ផ្ដើមមានការរកម្មរកូសប្រេះឆាបាក់បែកផ្ទៃក្នុងនៅក្នុងក្រុមគ្រួសាររហូតដល់ឈានទៅដល់ការបែកបាក់លែងលះគ្នាក៏ថាបានហើយគ្រួសារខ្លះទៀតចាប់ផ្ដើមដំបូងមិនសូវជាល្អកល្អឿនប្រមាណទេតែងតែរកម្មរកូសក៏ប៉ុន្តែលទ្ធផលចុងក្រោយគឺគ្រួសារគេប្រកបទៅដោយសុភមង្គលមានភាពផ្អែមល្ហែមអីចឹងទៅអានេះអាស្រ័យទៅលើការប្រព្រឹត្តនិងការដឹកនាំគ្រួសារនីមួយគឺវាខុសគ្នាជាពិសេសយើងជាភរិយាគឺត្រូវរៀនស្វែងយល់ពីចិត្តស្វាមីនៅបានច្រើនព្រោះមនុស្សប្រុសភាគច្រើនគាត់មិនសូវយល់ពីយើងជាមនុស្សស្រីទេក៏ប៉ុន្តែយើងមនុស្សស្រីដែលឆ្លាតវៃគឺយើងត្រូវរៀនស្វែងយល់ពីចិត្តស្វាមីយើងនៅបានច្រើននៅពេលដែលយើងមានបញ្ហាអ្វីមួយយើងអាចនឹងរកវិធីដោះស្រាយបញ្ហានៅក្នុងគ្រួសារនឹងបានរលូនហើយគ្រួសារនីមួយអាចរីកចម្រើនរុងរឿងបានណាគឺភាគច្រើនគឺបើស្ត្រីនឹងឆ្លាតស្ត្រីនឹងប្រកែគឺដឹកនាំគ្រួសារនឹងឲ្យរីកចម្រើនតែបើស្ត្រីនឹងទុនខ្សោយទុនជ្រាយមិនសូវឆ្លាតដឹកនាំក្រុមគ្រួសារនឹងអត់មានការរីកចម្រើនទេគឺដាំក្បាលចុះតែម្ដងចាអញ្ចឹងហើយបានសុភាសិតខ្មែរយើងមកឃ្លាពោលថាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាចាភរិយានឹងតលតែភរិយានឹងមានភាពឆ្លាតវៃភរិយាដែលពោពេញដោយបញ្ញានោះដឹកនាំក្រុមគ្រួសារនឹងបានរីកចម្រើនតែបើភរិយានឹងមិនសូវមានបញ្ញាល្ងងខ្លៅនោះគ្រួសារនឹងដាំក្បាលចុះហើយចាអញ្ចឹងបងប្អូនសាកសង្កេតមើលគ្រួសារនីមួយហ្នឹងគឺលទ្ធផលគឺវាខុសគ្នាទៅតាមគូស្វាមីភរិយាក្នុងន័យនេះខ្ញុំមិនគ្រប់គ្រងចំពោះភរិយាខ្លះគាត់ឆ្លាតមែនក៏ប៉ុន្តែគេហៅថាឆ្លាតខ្សែលើស្វាមីចាគេងចំណេញពឹសពុលល្បិចកលល្បិចមយារាប់រយស្នៀតនោះដឹកនាំគ្រួសារមិនរីកចម្រើននោះទេចុងក្រោយស្វាមីនោះដឹងគំនិតមិនល្អរបស់ភរិយាគាត់នឹងដើរចេញដោយគ្មានការស្ដាយសំណោះក៏ប៉ុន្តែភរិយាដែលឆ្លាតដឹកនាំគ្រួសារឲ្យរុងរឿងឲ្យរីកចម្រើននោះគឺភរិយាដែលចេះដាស់តឿនស្វាមីនៅពេលដែលឃើញស្វាមីមានកំហុសខុសឆ្គងដឹកនាំប្តីឲ្យមានគុណធម៌ស្គាល់បុណ្យស្គាល់បាបស្គាល់អ្វីទោសអ្វីដែលជាកំហុសហ្នឹងឲ្យគាត់ចេះកែប្រែហើយអភិវឌ្ឍខ្លួនឲ្យរីកចម្រើនប្រះចាកនៅអបាយមុខផ្សេងនោះជាភរិយាដែលដឹកនាំគ្រួសារប្រកបដោយសុភមង្គលនិងរីកចម្រើនពិតប្រាកដ